នៅពេលដែលយើងជួបការលំបាកយើងតែងតែសួរខ្លួនឯងថាហេតុអ្វីបានជារឿងនេះវាបានកើតឡើងចំពោះខ្ញុំប៉ុន្តែការពិតទៅគ្រប់ការលំបាកទាំងអស់វាសុទ្ធតែមានមេរៀននៅក្នុងនោះជំនួសឲ្យការគ្រាន់តែទ្រាំនឹងការជឿចាប់ចូលព្យាយាមរកមើលមេរៀនដែលយើងអាចរៀនបានពីទុក្ខលំបាកដែលវាបានកើតឡើងមកលើយើងវិញព្រោះវាគឺជាចំណុចនៃការចាប់ផ្ដើមនៃការផ្លាស់ប្ដូរជីវិតរបស់យើងឲ្យកាន់តែល្អប្រសើរនិងអភិវឌ្ឍទៅមុខសាកឈប់មួយផ្លែតហើយសួរខ្លួនឯងថាតើអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តនៅក្នុងថ្ងៃនេះតើវាគឺជារឿងដែលអ្នកអាចកែប្រែបានឬក៏ជារឿងដែលអ្នកត្រូវតែរៀនលេងដៃដើម្បីទុកជាបទពិសោធន៍នៅក្នុងជីវិតចាការជាពិចារណាលើរឿងទាំងនេះវាគឺជាជំហានដែលនាំសេចក្តីសុខក្នុងការរស់នៅហើយអ្នកអាចប្រកបដោយភាពស្ងប់ស្ងាត់មានផ្នត់គំនិតមួយបាននិយាយថាគុំរំពងគ្រប់រឿងដែលបានកើតឡើងឬអាចកើតឡើងទាំងអស់សុទ្ធតែល្អតែត្រូវចេះដឹងគុណនិងហ៊ានប្រឈមមុខដោះស្រាយនៃរឿងអ្វីគ្រប់យ៉ាងដែលបានកើតឡើងវិញនៅពេលដែលយើងឈប់រងចាំតែរឿងល្អដែលអាចនឹងកើតមានឡើងនោះហើយចាប់ផ្ដើមជាទទួលយកនៅរឿងតូចតាចដែលយើងអាចមានវិញដូចជាការផឹកកាហ្វេដ៏ឆ្ងាញ់មួយកែវឬក៏ឮពាក្យសម្ដីល្អៗដែលនិយាយចេញពីមិត្តភក្តិរបស់យើងនោះហើយគឺជាពេលដែលយើងរកឃើញសេចក្តីសុខនៅក្នុងផ្លូវចិត្តរបស់យើងអ្នកមិនចាំបាច់មានជីវិតដ៏ល្អឥតខ្ចោះនោះទេទើបអាចសប្បាយចិត្តបាននោះសេចក្តីសុខមិនកើតចេញពីការមានអ្វីៗគ្រប់យ៉ាងទាំងអស់នោះទេតែវាកើតឡើងចេញពីការចេះផ្ដល់តម្លៃនៅអ្វីដែលអ្នកកំពុងតែមាននៅក្នុងដៃ